សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែមានគម្រោងមកលេងប្រទេសជប៉ុនដែលគាត់ត្រូវធ្វើដំណើរតាមរយៈជើងហោះរបស់ Air Cambodia សម្រាប់ជើងហោះមួយនេះគឺចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងហ្វូជើដើម្បីចុះចត50នាទីបន្ទាប់មកពួកយើងក៏បានចាក់ចេញពីប្រលានយន្តហោះហ្វូជើឆ្ពោះទៅកាន់ប្រលានយន្តហោះ Narita សម្រាប់ការចុះចតនៅប្រលានយន្តហោះ Narita ខ្ញុំបានទៅដល់នឹងគឺម៉ោង9ម៉ោងនៃប្រទេសជប៉ុនដោយសារតែម៉ោងដែលខ្ញុំទៅដល់នឹងគឺពេលយប់ហើយអញ្ចឹងពួកខ្ញុំក៏បានគេងនៅ Narita បន្ទាប់មកពេលព្រឹកឡើងកុំភ្លេចឲ្យសោះគឺទៅលេងជាមួយនឹង Narita Village នៅតាមដងផ្លូវគឺស្អាតខ្លាំងហ្មងរកតាសម្រាប់មួយក៏អត់មានដែរសំខាន់ណាពេលដែលយើងទិញអីញ៉ាំហើយយើងត្រូវមានថង់មួយសម្រាប់ដាក់សម្រាមខ្លួនឯងពួកអីពេលនៅតាមដងផ្លូវហ្នឹងគឺគេអត់មានធុងសម្រាមទេហើយពួកយើងក៏អត់មានអ្នកណាគេដែលបោះសម្រាមចោលផ្ដេសផ្ដាស់ដើរនៅហ្នឹងគឺមានអារម្មណ៍មួយថាខ្លួនឯងឡើង fresh ហ្មង like លក្ខណៈថាស្គាល់អ្វីដែលថ្មីមួយទៀតនៅក្នុងភិកច្រើនគឺភ្ញៀវទេសចរដែលគាត់ទៅលេងហើយមួយទៀតគេមានលក់អីញ៉ាំនៅតាមដងផ្លូវហ្នឹងរហូតអ្នកដែលគាត់ចង់ថតរូបតែងអីក៏គាត់អាចថតនៅនឹងបានដែរគេមានប្រាសាទមានអីដែរតាមដងផ្លូវគេស្អាតខ្លាំងណាស់ខ្ញុំនិយាយមែនខ្ញុំមានអារម្មណ៍ថាដូចទៅស្គាល់ឋានសួគ៌មួយទៀតចឹងនៅហ្នឹងគឺនៅតាមដងផ្លូវគេលក់ជាលក្ខណៈ local របស់គេហ្មងនៅក្នុងគេមានទាំងអស់សូម្បីតែស្បែកជើងក៏គេលក់ brand local របស់ប្រទេសជប៉ុនដែរពួកគាត់មានលក់អនុស្សាវរីយ៍ជាច្រើនដែលត្រូវទិញផ្ញើបងប្អូនអីណាគឺ oh my god ខ្ជូតសាហាវណាពេលដែលអ្នកទាំងអស់គ្នាបានដើរនៅនឹងហើយគឺមានអារម្មណ៍មួយថាចិត្តខ្លួនឯងឡើងស្រស់ស្រាយបំបត្តិនៅទុកកង្វល់ទាំងអស់ហ្មងខ្ញុំនឹង plan ទៅនឹងម្ដងទៀតដើម្បីថតរូបលេងមួយទៀតណាបងនៅនឹងគឺគេល្បីជាងគេជាមួយនឹងបាយតុងអាំងនៅតាមដងផ្លូវហ្នឹងគឺគេមានលក់រហូតគ្រាន់តែខ្ញុំនេះគឺអត់ទាន់បានសាកញ៉ាំទេដោយសារតែទៅលើកមុនហ្នឹងគឺទៅចូលជាមួយនឹងហាងម៉ាឆាសិនម៉ាឆាគេវិញខ្ជូតសាហាវសំខាន់ឆ្ងាញ់បងទាំងអស់គ្នាបើសិនជាបានទៅហើយកុំភ្លេចឲ្យសោះទៅសាក់នៅតាមហ្នឹងគឺមានច្រើនហ្មងបងចង់ចូលកន្លែងណាក៏បានដែរមានហាងកាហ្វេមានអីគេទៅដល់សម្បូរបែបខ្លាំងមែនតើសំខាន់ណាស់ពេលយើងដើរនៅហ្នឹងគឺអត់ចេះហត់ទេដោយសារតែគេនៅតាមដងផ្លូវគឺស្អាតខ្លាំងហើយជាមួយនឹងអាកាសធាតុ13អង្សាទៀតពេលខ្លះខ្ញុំចេះតែឆ្ងល់ថាហេតុអីមិនជនជាតិជប៉ុនគាត់ស្អាតមែនដោយសារគេប្រទេសគាត់ clean គឺអត់មានដីអត់មានសម្រាមអីទាំងអស់ហ្មងនៅតាមដងផ្លូវមួយអញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយអ្នកទាំងអស់គ្នា